Ok,សួស្តីពុកម៉ែបងប្អូនជាពិសេសកូនក្មួយចំនួនក្រោយតោះយើងរៀនទាំងអស់គ្នាទៀតមេរៀនទី1តកតងទៅនឹង Forex Understanding to Forex ការយល់ដឹងអំពីទីផ្សារប្តូរប្រាក់អន្តរជាតិហ្នឹងហើយមុននឹងចូលនិយាយពី Forex ខ្ញុំសូមនិយាយអំពី Financial Market សិនតើ Financial Market ទីផ្សារហិរញ្ញវត្ថុហ្នឹងមានន័យយ៉ាងម៉េចFinancial Market ទីផ្សារហិរញ្ញវត្ថុគឺជាទីផ្សារដែលមនុស្សធ្វើការជួញដូរទ្រព្យសកម្មហិរញ្ញវត្ថុដូចជាទំនិញភាគហ៊ុនមូលបត្របំណុលរូបិយប័ណ្ណនិងអ្វីផ្សេងជាច្រើនទៀតនៅក្នុងទីផ្សារហិរញ្ញវត្ថុយើងរួមមាន Capital Market ទីផ្សារមូលធនសម្រាប់ជួញដូរភាគហ៊ុនហ្នឹងហើយយើងធ្លាប់លើហើយមូលបត្របំណុលរយៈពេលវែង Commodities Marketទីផ្សារទំនិញមានដូចជាមាសប្រេងស្រូវសាលីជាដើមហ្នឹង Money Market ទីផ្សារសាច់ប្រាក់ហិរញ្ញវត្ថុរយៈពេលខ្លីក្រោម1ឆ្នាំហ្នឹង Insurance Market ទីផ្សារធានារ៉ាប់រង Futures Market កិច្ចសន្យាទិញលក់អនាគតព្រមព្រៀងទៅថ្ងៃខាងមុខដែលយើងបានកំណត់ទុកហ្នឹង Derivatives Marketទីផ្សារឧបករណ៍និស្សិតអាស្រ័យទៅលើទ្រព្យសកម្មផ្សេងមួយទៀតហ្នឹងហើយ Forex Exchange Market គឺ Forex នឹងឯងគឺជាទីផ្សារប្តូរប្រាក់អន្តរជាតិហ្នឹងហើយទីផ្សារហ្នឹងគឺធំមានទំហំធំខ្លាំងណាស់ធំជាងគេជាងផ្សារមុនដែលយើងបានរៀនហ្នឹង What is Forex តើ Forex គឺជាអ្វី Forex មកពីពាក្យពេញថា Forex Exchange គឺជាទីផ្សារហិរញ្ញវត្ថុធំជាងគេបំផុតនៅលើពិភពលោកក្នុងនោះមានទាំងការទិញនិងលក់រូបិយប័ណ្ណគឺលុយហ្នឹងគឺទិញពីលុយប្រទេសមួយទៅប្រទេសមួយហ្នឹងហើយគឺបដូរប្រទេសហ្មងលុយសម្រាប់ប្រទេសមួយទៅប្រទេសមួយចំណុចសំខាន់នៃ Forex គឺមាន3ចំណុចសំខាន់ទី1គឺការជួញដូរ Forex ហ្នឹងគឺជាគូឬក៏ pair ហ្នឹងនៅក្នុងទីផ្សារ Forex គឺតែងតែជាគូជានិច្ចឧទាហរណ៍ដូចជាលុយអឺរ៉ូឬក៏ដុល្លារយើងដាក់អឺរ៉ូនៅពីមុខហ្នឹងគឺបើយើងបាយអឺរ៉ូហើយបើយើងលក់គឺលក់អឺរ៉ូហ្នឹងឯងហើយមួយទៀតគឺ symbol មានច្រើនតែខ្ញុំលើកឧទាហរណ៍តែ2ហ្នឹងសិនដើម្បីក្មួយបងប្អូនយើងរៀនទាំងអស់គ្នាមាសហើយនឹងដុល្លារហើយមួយទៀតទី2គឺទីផ្សារនេះបើកដំណើរការរហូតដល់24ម៉ោងនោះនៅក្នុងមួយថ្ងៃហើយ5ថ្ងៃនៅក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយសៅរ៍អាទិត្យយើងអត់ទេហើយទី3គោលបំណងដែលមនុស្សនាំគ្នាជួញដូរនៅក្នុងវិស័យ Forex គឺដើម្បីអ្វីគឺដើម្បីទទួលបានការចំណេញពីការប្រែប្រួលតម្លៃនៃអត្រាប្តូរប្រាក់ហ្នឹងបើយើងគិតថាដុល្លារឡើងក៏យើងក៏ទិញទៅហើយបើដុល្លារឡើងមែនក៏យើងចំណេញទៅហ្នឹងហើយឧទាហរណ៍ថាប្រសិនបើប្រជាជនសហរដ្ឋអាមេរិកគាត់ធ្វើដំណើរមកកំសាន្តប្រទេសកម្ពុជាហើយគាត់យកលុយដុល្លាររបស់គាត់ហ្នឹងទៅដូរជាលុយរៀលលុយខ្មែរយើងនោះហើយគឺជាសកម្មភាព Forex នៅក្នុងជីវិតពិតប៉ុន្តែនៅក្នុងសម័យទំនើបនេះគឺយើងប្រើប្រព័ន្ធអនឡាញបច្ចេកវិទ្យា MT5 នេះដើម្បីជួញដូរស្វែងរកប្រាក់ចំណេញទីផ្សារប្តូរប្រាក់អន្តរជាតិឬក៏ហៅកាត់ថា Forex ឬក៏ FX នេះគឺជាទីផ្សារដែលមានទំហំធំបំផុតនៅលើពិភពលោកតើធំយ៉ាងម៉េចបើយើងនិយាយពី New York Stock Exchange គឺជា stock ទីផ្សារភាគហ៊ុនមួយដែលមានទំហំធំខ្លាំងដែរនៅសហរដ្ឋអាមេរិកគឺទំហំជួញដូរមួយថ្ងៃរហូតដល់35,000 លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយថ្ងៃឯណោះគឺច្រើនបើធៀបដូចជាសត្វក៏ដូចជាសត្វដំរីអញ្ចឹង35,000 លានហ្នឹងគឺនេះបើសិនជាយើងគិតជា0វិញគឺ35ហើយ0.9 ដងនៅពីក្រោយបើយើងប្រៀបធៀបអ្វីទៅបើយើងប្រៀបធៀបNew York Stock Exchange ហ្នឹងដែលមានទំហំធំហ្នឹងជាមួយនឹង Forex វិញយ៉ាងម៉េចដែរហ្នឹងហើយ Forex វិញគឺទំហំជួញដូរមិញយើងហ្នឹងហើយសំទោសយើងនិយាយបន្តិចទៅត្រឡប់ទៅក្រោយតិចគឺ Forex New York Stock Exchange ហ្នឹងគឺ35 billion បានន័យថា35,000 លានដុល្លារហើយមក Forex នេះវិញគឺ 7.5 trillion នៅក្នុងមួយថ្ងៃ
បើយើងសរសេរលេខប្រាប់75ហើយគឺវាហើយថែម012ទៀតអញ្ចឹងស្មើនឹង7.5 លានដុល្លារឬក៏7.5 ពាន់ហើយពាន់លានដុល្លារទៀតនៅក្នុងមួយថ្ងៃគឺច្រើនណាស់ច្រើនខ្លាំងជាង New York Stock Exchange ដែលយើងថាធំមិញបើប្រៀបដូចសត្វដំរីអញ្ចឹងគឺធំជាងសត្វផ្សេងៗអញ្ចឹងតែដល់ពើមហោបវរិចនេះគឺធំខ្លាំងជាងដំរីមិញឆ្ងាយទៀតបើប្រៀបដូចជាសត្វនេះដូចជា dinosaur អញ្ចឹងដល់ធំមួយនេះអញ្ចឹងដោយហេតុតែទីផ្សារ forex នេះគឺមានទំហំធំយើងអាចទិញពេលណាក៏បានដែរតែងតែមានអ្នកលក់ហើយយើងអាចលក់ពេលណាក៏បានដែរតែងតែមានអ្នកទិញបើយើងមើលទៅក្នុងក្រាបនៃ candlestick MD5 electronic ហ្នឹងមិនថាតាមប្រេមណាទេតែងតែមានអ្នកទិញអ្នកលក់គឺអត់លះអត់ឈប់អត់ចូលអញ្ចឹងគ្រាន់តែវាខ្លះទៅមូខ្លាំងទៅទិញច្រើនលក់ច្រើនទៅខ្លះទៅរៀង slow ទិញលក់រៀងយឺតអញ្ចឹងទៅតែដឹងតែមានអ្នកទិញអ្នកលក់អីដោយសារទំហំជួនដូនវាធំខ្លាំងពេកបើយើងប្រៀបធៀប1 billion ហ្នឹងបើយើងយកលុយដុល្លារ100 ដុល្លារហ្នឹងអកលើគ្នាគឺស្មើកម្ពស់មនុស្សនេះអាហ្នឹង1 billion ចុះ1 trillion វិញយ៉ាងម៉េចនេះ1 trillion គឺយើងយកលុយដុល្លារกระดาษ100ហ្នឹងកហើយកម្ពស់កុងតឺន័រហ្នឹងហើយទំហំប៉ុនតារាងបាល់ទាត់មួយអញ្ចឹងខុសគ្នាឆ្ងាយអា billion ហើយនឹង trillion ហ្នឹងអញ្ចឹងនៅក្នុង New York Stock Exchange ដែលយើងថាធំហ្នឹងគឺ billion ហើយដល់ពេលនៅក្នុង forex នេះគឺ trillion វាធំខ្លាំងជាងឆ្ងាយហ្នឹងហើយប៉ុណ្ណឹងសិនអញ្ចឹងបងប្អូនកូនក្មួយអរគុណច្រើនខុសឆ្គងអីក៏សំខាន់តែអភ័យទោសផងហ្នឹងហើយ